សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើបុកកំពឹសជាមួយនឹងសណ្តែកគួរគ្រឿងផ្សំមានដូចជាកំពឹស100ក្រាមអំពិលខ្ចី50ក្រាមសណ្តែកគួរ100ក្រាមខ្ទឹមក្រហម1ខ្ទឹមស3កំពឹសស្ករ1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេម្ទេស2គ្រាប់ដំបូងយើងយកអំពិលខ្ចីមកបុករួចហើយយកកំពឹសមកបុកថើៗជាមួយនឹងអំពិលឲ្យសព្វហើយយកកំពឹសនិងអំពិលដែលបុកលាយចូលគ្នាហើយនឹងមកច្របាច់យកទឹកចេញហើយកុំច្របាច់ខ្លាំងពេករួចហើយយកខ្ទឹមក្រហមខ្ទឹមសនិងម្ទេសបុកលាយចូលគ្នាឲ្យម៉ដ្ឋហើយដាក់អំបិលនិងស្ករចូលបុកលាយគ្នាឲ្យសព្វរួចហើយយកសណ្តែកគួរមកបុកឥឡូវយកកំពឹសនិងអំពិលមកបុកចូលគ្នាជាមួយនឹងសណ្តែកគួរឲ្យសព្វហើយកុំបុកខ្លាំងពេកឥឡូវធ្វើរួចហើយដួសដាក់ចានហើយក្នុងចាននេះមានដូចជាត្រយូងចេកជីរណានិងម្អមហើយរសជាតិម្ហូបនេះបើលើសខ្វះត្រង់ណាសូមថែមថយតាមចំណូលចិត្តអរគុណសម្រាប់ការមើលសូមចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតហើយអក្សរ like និង subscribe នៅខាងក្រោមវីដេអូ